បានលោកក្រពើឯងដល់លែងប្តីខ្ញុំនោះទោះបីជាលោកក្រពើឯងឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមធ្វើដែរសូមដល់លែងប្តីរបស់ខ្ញុំវិញមកឲ្យតែនាងឯងព្រមធ្វើជាប្រពន្ធរបស់យើងនោះយើងប្រកាសជាដោះលែងប្តីរបស់នាងជាក់ជាមិនខានឡើយជប់ពេញបរមីបានមកដល់ហើយតើខ្ញុំគួរតាជួមជាមួយនឹងសត្វក្រពើនោះដែរឬអត់ប៉ុន្តែបើខ្ញុំមិនទៅជួបសត្វក្រពើទេនោះសត្វក្រពើនោះប្រកាសជាសម្លាប់ប្តីខ្ញុំនិងខ្ញុំមិនខានទេមិនបានទេដើម្បីជីវិតពួកខ្ញុំត្រូវតែទៅជួបវាទោះបីជាខ្ញុំត្រូវលះបង់ជីវិតក៏ដោយចុះក៏ខ្ញុំត្រូវតែជួយប្តីខ្ញុំឲ្យទាល់តែបានដែរយើងមិននឹកស្មានទេថាយើងមានកូនថោកទាបដូចជាឯងនេះហេតុអីបានជានាងឯងនេះថោកទាបបែបនេះហ៎កាលពីព្រេងនាយមានប្តីប្រពន្ធ2នាក់រស់នៅឯចុងភូមិប្រពន្ធមានឈ្មោះថាមុំប្តីមានឈ្មោះថាសុភ័ណ្ឌសប្តាហ៍ថ្ងៃពួកគេទាំងពីរនាក់ជាអ្នកធ្វើស្រែចម្ការថ្ងៃមួយពួកគេទាំងពីរនាក់ប្តីប្រពន្ធក៏បាននាំគ្នាទៅរកត្រីនៅក្នុងបឹងមួយនៅពេលដែលទៅដល់បឹងនោះប្តីក៏និយាយថាអូនណានៅក្នុងបឹងនេះដូចជាចម្លែកណាស់ទឹកឡើងថ្លាតាមមើលប្រហែលជាមានត្រីច្រើនហើយមើលទៅមិនហើយបងនៅក្នុងបឹងនេះប្រហែលជាមានត្រីច្រើនណាស់ហើយបើអញ្ចឹងបងឯងចុះទៅហើយអូននេះចាំនៅលើគោងពេលព្រោះថាអូននេះមិនចេះហែលទឹកទេមិនអីទេអូនបើអញ្ចឹងបងចុះទៅសិនហើយណាអូននៅចាំបងនៅទីកន្លែងនេះហើយចាបងប្រយ័ត្នប្រយែងផងណានៅពេលដែលសុភ័ណ្ឌកំពុងតែចិញ្ចុតត្រីពេលនោះស្រាប់តែមានក្រពើធំមួយក្បាលបានហែលមកជិតសុភ័ណ្ឌប៉ុន្តែសុភ័ណ្ឌមិនបានឃើញនោះទេហើយសុភ័ណ្ឌក៏ចាប់ផ្ដើមចិញ្ចុតត្រីបន្តទៀតចំណែកឯមុំវិញអង្គុយមើលប្តីកំពុងតែចិញ្ចុតត្រីស្រាប់តែពេលនោះសត្វក្រពើនោះក៏បានហក់ចូលទៅត្របាក់សុភ័ណ្ឌហើយលេបសុភ័ណ្ឌចូលទៅក្នុងពោះបាត់ទៅមុំឃើញបែបនេះក៏ភ័យស្លន់ស្លោហើយក៏និយាយទៅកាន់ក្រពើថាសត្វក្រពើអើយសូមដល់លែងប្តីរបស់ខ្ញុំមកវិញមកខ្ញុំពិតជាស្រឡាញ់គាត់ណាស់ហើយម្យ៉ាងវិញទៀតពួកយើងមិនទាន់មានកូននោះទេបានលោកក្រពើឯងដល់លែងប្តីខ្ញុំនោះទោះបីជាលោកក្រពើឯងឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមធ្វើដែរសូមដល់លែងប្តីរបស់ខ្ញុំវិញមកបានយើងអាចដោះលែងប្តីរបស់នាងបានប៉ុន្តែយើងមានលក្ខខណ្ឌមួយបើសិនជានាងឯងព្រមធ្វើតាមលក្ខខណ្ឌរបស់យើងនោះយើងប្រកាសជាដោះលែងប្តីរបស់នាងជាក់ជាមិនខានទេបើទោះបីជាលក្ខខណ្ឌអ្វីក៏ដោយចុះក៏ខ្ញុំយកព្រមធ្វើដែរសូមលោកមេត្តាដល់លែងប្តីរបស់ខ្ញុំវិញទេខ្ញុំសូមវល់លក្ខខណ្ឌរបស់យើងគឺងាយស្រួលទេឲ្យតែនាងឯងព្រមធ្វើជាប្រពន្ធរបស់យើងនោះយើងប្រកាសជាដោះលែងប្តីរបស់នាងជាក់ជាមិនខានឡើយធ្វើជាប្រពន្ធណាតើធ្វើជាប្រពន្ធបានចាំមិនទៅបើខ្ញុំជាមនុស្សហើយលោកគឺជាសត្វក្រពើបែបនេះមិនអីនោះទេព្រោះថាឲ្យតែយប់ពេញបរមីនាងឯងមករកយើងនៅទីនេះមកនោះយើងប្រកាសជាប្រែកាយទៅជាមនុស្សដូចគេដូចឯងជាមិនខានប៉ុន្តែបើសិនជានាងហ៊ានក្បត់ពាក្យសន្យានោះយើងប្រកាសជាសម្លាប់ប្តីរបស់នាងហើយនឹងនាងឯងចាក់ជាមិនខាននោះទេពេលនោះក្រពើក៏បានខ្ជាក់សុភ័ណ្ឌចេញពីក្នុងពោះហើយបន្ទាប់មកទៀតក្រពើក៏បានលិបចូលទៅក្នុងទឹកវិញបាត់ទៅប៉ុន្មានយាមក្រោយមកសុភ័ណ្ឌក៏បានដឹងខ្លួនឡើងវិញហើយសុភ័ណ្ឌក៏បានសួរទៅកាន់ប្រពន្ធគេថាមុំនេះមានអ្វីកើតឡើងទៅហេតុអីបានជាបងនៅលើគោកយ៉ាងអញ្ចឹងព្រោះថានមុននេះគឺបងនៅក្នុងទឹកចិញ្ចុតត្រីតើប៉ុន្តែបងអត់ដឹងនោះទេនៅពេលដែលបងកំពុងតែចិញ្ចុតនោះស្រាប់តែមានអ្វីមួយយ៉ាងធំចម្លែកមកសង្គ្រោះបងតែម្ដងហើយនេះមានអ្វីកើតឡើងទៅ
អូគ្មានអ្វីកាត់ឡើងទេបងដោយសារតែមិញនេះគឺបងខ្ចាល់កហើយអូនណាក៏បានស្ទុះទៅចាប់បងហើយក៏ខ្ចាល់ហើយបន្ទាប់មកទៀតបងស្រាប់តែដឹងខ្លួនវិញតែម្ដងទៅឥឡូវនេះគឺល្ងាចណាស់ទៅហើយបងយើងឆាប់នាំគ្នាទៅផ្ទះវិញទៅព្រោះថាពួកយើងក៏បានត្រេកច្រើនណាស់ដែរល្អណាស់បើអញ្ចឹងពួកយើងនាំគ្នាទៅផ្ទះទៅតោះអូនតោះបន្ទាប់ពីនិយាយគ្នារួចហើយពួកគេទាំងពីរនាក់ក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញមិនបានប៉ុន្មានថ្ងៃផងយប់ពេញបរមីក៏បានឈានចូលមកដល់នៅពេលនោះធ្វើឲ្យមុំគិតដល់ពាក្យសន្យាដែលខ្លួនបានសន្យាជាមួយនឹងសត្វក្រពើយប់ពេញបរមីបានមកដល់ហើយតើខ្ញុំគួរតាជួមជាមួយនឹងសត្វក្រពើនោះដែរឬអត់ប៉ុន្តែបើខ្ញុំមិនទៅជួបសត្វក្រពើទេនោះសត្វក្រពើនោះប្រកាសជាសម្លាប់ប្តីខ្ញុំនិងខ្ញុំមិនខានទេមិនបានទេដើម្បីជីវិតពួកខ្ញុំត្រូវតែទៅជួបវាទោះបីជាខ្ញុំត្រូវលះបង់ជីវិតក៏ដោយចុះក៏ខ្ញុំត្រូវតែជួយប្តីខ្ញុំឲ្យទាល់តែបានដែរពេលនោះនាងមុំក៏បានលួចចេញពីផ្ទះហើយដើរសម្ដៅទៅកាន់បឹងនោះសត្វក្រពើដែលមានរូបរាងធំចម្លែកនោះក៏បានហាលមកដល់មាត់ច្រាំងបន្ទាប់មកសត្វក្រពើនោះក៏បានប្រែក្លាយទៅជាមនុស្សដែលមានរូបរាងសង្ហាយើងអរគុណហើយដែលនាងបានធ្វើតាមពាក្យសន្យារបស់នាងហើយនាងត្រូវចាំថាឲ្យតែយប់ពេញបរមីនាងត្រូវតែមកធ្វើជាប្រពន្ធរបស់យើងនៅទីនេះបើមិនអញ្ចឹងទេនោះយើងច្បាស់ជាសម្លាប់នាងហើយនឹងប្តីរបស់នាងចាក់ជាមិនខានទេសូមលោកកុំសម្លាប់ប្តីរបស់ខ្ញុំអីទោះបីជាលោកឲ្យខ្ញុំធ្វើអ្វីក៏ដោយក៏ខ្ញុំព្រមធ្វើដែរពេលនោះនាងមុំហើយនឹងសត្វក្រពើក៏បានរួមរស់មេត្រីជាមួយគ្នាដោយសុវត្ថិភាពពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែដោយឃើញប្រពន្ធរបស់ខ្លួនចេះតែចម្លែកទៅសាភ័ណ្ឌក៏មានការងឿងឆ្ងល់យប់ពេញបរមីក៏បានមកដល់មុំស្មានថាសាភ័ណ្ឌកេញលក់ក៏បានលួចចេញពីផ្ទះហើយដើរសម្ដៅទៅកាន់បឹងនោះពេលនោះសាភ័ណ្ឌក៏បានតាមដាននាងមុំពីក្រោយដោយយប់ងងឹតពេកសាភ័ណ្ឌតាមនាងមុំមិនទាន់ហើយក៏បានជួបជាមួយអ្នកផឹកស៊ីមួយក្រុមដែលកំពុងតែអង្គុយផឹកស៊ីយ៉ាងសប្បាយអូយបងសុភ័ណ្ឌណាហើយតាណាមកណានឹងឯថ្មនឹងហើយចុះម្នេះសិនមើលតាំងពីបងបានព្រមអាចារ្យរបស់អូនមកណាគឺថាបងឯងនេះបាត់មុខឲ្យឈឹងតែម្ដងហើយណែនឹងខ្ទេយប្រគួយមុខដូចនឹងឯងនឹងឯសុភ័ណ្ឌលេបមិនចូលទេវើយទោះបីជាយកឲ្យកពើស៊ីនេះក៏កពើវាគិតពិចារណាសិនដែរមុខដូចនឹងឯងនេះមុខមិនសមក្បាលមិនសមមុខគ្មានអាណាគេមកយកនោះទេវើយមិនឲ្យបងប្អូនទាំងអស់គ្នាតើបងប្អូនទាំងអស់គ្នាមានឃើញប្រពន្ធខ្ញុំដើរកាត់ទីនេះដែរទេបែរឲ្យសុភ័ណ្ឌឲ្យតែយប់ពេញបរមីយើងឃើញប្រពន្ធឯងដើរទៅកាន់បឹងនោះតែរហូតនឹងយើងមិនដឹងថាប្រពន្ធរបស់ឯងទៅទីនោះទៅធ្វើស្អីទេវើយគ្រាន់តែឃើញគេដើរកាត់ទីនេះតែប៉ុណ្ណោះឯងមែនហើយបងសុភ័ណ្ឌអូនណាក៏ឃើញអញ្ចឹងដែរពីព្រោះថាអូននេះមកផឹកស៊ីអូកាឡាបងទាំងពីរនាក់នេះសឹងតែរាល់តែយប់នឹងឯងព្រោះថាអូននេះចង់ឲ្យបងទាំងពីរនាក់នេះដូរប្រេងបាតចេញម្ដងបើអញ្ចឹងខ្ញុំសូមពឹងបងប្អូនជូនខ្ញុំទៅកាន់បឹងនោះបានទេដើម្បីទៅមើលប្រពន្ធខ្ញុំថាតើប្រពន្ធខ្ញុំនេះគឺទៅធ្វើអីនៅទីនោះអូបើចុះអីស្អីបងសុភ័ណ្ឌបានទៅជូនទៅនឹងណាពេលដែលសុភ័ណ្ឌនិងបពុរបស់គេដើរទៅដល់បឹងនោះក៏ស្រាប់តែឃើញប្រពន្ធរបស់ខ្លួនកំពុងតែរួមរយៈជាមួយនឹងបរិសម្នាក់នៅពេលនោះធ្វើឲ្យសុភ័ណ្ឌខឹងយ៉ាងខ្លាំងក៏បានស្ទុះយកពូថៅបំរុងនឹងកាប់បរិសនោះចោល
ប៉ុន្តែមិនទាន់បានកាប់ផងបរិសម្នាក់នោះក៏បានដឹងខ្លួនហើយក៏បានហក់ចូលទឹកបឹងនោះបានស្រមោលឈឹងចំណែកនាងមុំក៏បានលុតជង្គង់សុំអង្វរដល់សុភ័ណ្ឌដើម្បីធ្វើការបកស្រាយលោកប្តីសូមលោកប្តីស្ដាប់ការបកស្រាយរបស់ខ្ញុំសិនការពិតទៅរឿងនេះគឺណែមិនចាំបាច់មកណែនាំស្អីទេយើងចាប់បាននៅនឹងផ្ទាល់ភ្នែកទៅហើយនៅចង់បកស្រាយស្អីទៀតពេលនោះសុភ័ណ្ឌក៏បានអូននាងមុំទៅផ្ទះវិញយើងមិននឹកស្មានទេថាយើងមានកូនថោកទាបដូចជាឯងនេះហេតុអីបានជានាងឯងនេះថោកទាបបែបនេះហ៎សូមលោកប្តីនិងពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់ការបកស្រាយរបស់ខ្ញុំសិនទេនាងមុំក៏បានរៀបរាប់ពីដំណើររឿងទាំងអស់ប្រាប់ទៅដល់ប្តីហើយនិងពុកម៉ែរបស់ខ្លួនបន្ទាប់ពីបានដឹងរឿងទាំងអស់នេះហើយសុភ័ណ្ឌនិងបពួករបស់គេដទៃទៀតក៏បានរៀបចំផែនការមួយបើអញ្ចឹងមិនអីទេខ្ញុំមានផែនការមួយនៅយប់ពេញបរមីណាសូមឲ្យអូនមុំនេះទៅបញ្ឆោតអាសត្វក្រពើនោះចេញមកហើយបន្តមកទៀតនោះពួកយើងនឹងនាំគ្នាទៅកាប់ចិញ្ច្រាំសម្រាប់វាចោលតែម្ដងដើម្បីកុំឲ្យវាដើរអុកលុកនិងធ្វើបាបអ្នកភូមិតទៅទៀតយប់ពេញបរមីក៏បានឈានចូលមកដល់នាងមុំក៏បានទៅជួបសត្វក្រពើនោះដូចសពមួយដងនាងមកតែម្នាក់ឯងទេយើងស្មានថាលេងបានជួបមុខនឹងតទៅទៀតហើយចាខ្ញុំបានតែម្នាក់ឯងទេសូមលោកដើរមកឲ្យឆ្ងាយពីបឹងនោះបន្តិចទៅពីព្រោះថាខ្ញុំនេះដូចជាមានការភ័យខ្លាចនឹងទឹកបឹងនោះយ៉ាងមិនដឹងទេសត្វក្រពើនោះក៏បានប្រែខ្លាចទៅជាមនុស្សហើយក៏បានដើរទៅជិតនាងមុំបំរុងនឹងរួមមេត្រីជាមួយនឹងនាងមុំហើយសុភ័ណ្ឌនិងបពួករបស់គេដទៃទៀតក៏បានឡោមព័ទ្ធសត្វក្រពើនោះហើយបានកាប់សម្លាប់សត្វក្រពើនោះស្លាប់ដោយសុវត្ថិភាពចាប់តាំងពីពេលនោះមកអ្នកស្រុកអ្នកភូមិក៏បានរស់នៅក្នុងភូមិនោះយ៉ាងសុខសាន្តហើយក៏បានយកទឹកបឹងនោះទៅប្រើប្រាស់ធ្វើស្រែចម្ការនិងរកត្រីដើម្បីចិញ្ចឹមជីវិតតរៀងទៅ